ស្វាគមន៍មកកាន់ Obsidian Girl លេខ011ថ្ងៃនេះខ្ញុំមក unboxing សភៅមួយក្បាលដែលខ្ញុំទៅតែបានណាដោយសារតែមួយរយៈមុនរៀងវល់ដែរអញ្ចឹងទៅតែបានបាក់ថ្ងៃនេះទៅនៅសភៅហ្នឹងគឺគេអានឡើងចង់ពេញផ្ទៃប្រទេសអស់ហើយអញ្ចឹងយើងមកមើលទាំងអស់គ្នាថានៅក្នុងឈុតសភៅ Obsidian Girl ហ្នឹង Obsidian Club នៅក្នុងឈុតសភៅ Obsidian Club ហ្នឹងមានអីគេខ្លះមើលតែប្រអប់ក៏ដឹងថាសភៅស្អាតកម្រិតណាដែរខ្ញុំសារភាពតាមត្រង់គឺនៅពេលដែលបានសភៅនេះពីបងត្បូងគឺអត់ហ៊ានបើកទេហើយក៏អត់បានដឹងថានៅក្នុងនៅក្នុងនេះគឺបងក៏គាត់បានឲ្យកន្លះតូចខ្ជូតដែរអ្នកទាំងអស់គ្នានេះគឺជាកន្លះស្អាតណាស់ក្នុងហ្នឹងយើងបានស្នៀតសភៅចំនួន3 Obsidian Club ក្របភីងច្រើនអត់សាច់រឿងច្រើនតែអត់ភីងជាសភៅ3ជាសភៅក៏ស្អាតដែរហើយបើ poster វិញនិយាយពីថាអូយញាក់សាច់ poster ក៏ច្រើនដែរទាំងអស់គ្នា poster postcard អីនេះអូយស្វាគមន៍សូមស្វាគមន៍មកកាន់ Obsidian Club អាពាហ៍ពិពាហ៍កញ្ចក់កូនប្រុសនោះសើទៅកូនស្រីនេះឡើងយំហើយក្នុងនោះយើងបាន postcard ច្រើនខ្លាំងមែនតើ1 2 3 4តួប្រុសដឹងថែបខ្ញុំទៀតហើយប៉ុន្តែប្តីតួស្រីខ្ញុំខ្ជិលទៅដើមកលេចមកមើលសម្រាប់សភៅម្ដងសភៅលើកនេះក៏ដូចជាសភៅរបស់គាត់មុនដែរគឺជាប្រភេទសភៅក្របបត់ Obsidian Club មានអារម្មណ៍ថាតួស្រីជួយគិតសាច់ឆ្មាក្របភីងនឹងខ្ញុំខ្លាចតែខ្ញុំនិយាយមែនសភៅនេះគេនិយាយអំពីជីវិតអាពាហ៍ពិពាហ៍របស់មនុស្ស2នាក់ដែលម្នាក់រឹងកំព្រឹសដូចថ្ម Obsidian ហើយម្នាក់ទៀតទន់ភ្លន់ដូចចាហួយអីបងចាហួយខ្មែរចាហួយសចឹងបើចង់ដឹងថាសភៅនេះទៅមុខទៀតយ៉ាងណាគ្នាជាមួយវីដេអូ review សភៅនេះខ្ញុំនឹងអានឲ្យឆាប់ចប់ហើយនឹងមកប្រាប់អ្នកទាំងអស់គ្នាវិញចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយអរគុណបងសម្រាប់សភៅអ្នកដែលគាត់ចង់បានឈុត Obsidian Club នេះឬក៏ចង់ដឹងថាសភៅនេះមិនដែរអ្នកគ្នាអាចតាក់ទងទៅបងដល់បានណាសម្រាប់អ្នកដែលចង់បានសភៅ Obsidian Club មួយក្បាលនេះឬក៏ចង់បានឈុតសភៅផ្សេងៗពីខាងបងដល់បានមានរឿងឋានសួគ៌សាងបាបហាងសភៅផ្លូវកាច់ជ្រុងវិញ្ញាណផ្កាចំបៃណៃឆាក់លើថ្ម2អ្នកអរគ្នាកុំភ្លេចតាក់ទងទៅខាង page បងសភៅសួរដែលខ្ញុំដាក់នៅខាងលើជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងការ review សភៅ Obsidian Club បាយបាយ